ជំរាបសួរក៏ដូចជាសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាមកកាន់ Channel VN Studio 1 ទាំងអស់គ្នាហើយថ្ងៃនេះដែរគឺមានរឿងរន្ធត់មួយចែកជូនបងប្អូនទាំងអស់គ្នាស្ដាប់ទៀតហើយនោះគឺរឿងខ្មោចពស់ធំចងកតោះចាប់ផ្ដើមសាច់រឿងពេញទាំងអស់គ្នានៅភូមិតូចមួយនៅក្នុងខេត្តកំពង់ចាមមានផ្ទះឈើចាស់មួយសាងសង់នៅក្បែរដើមឈើស្វាយធំមួយហើយផ្ទះនោះមានស្ត្រីម្នាក់ឈ្មោះថាសារឿនរស់នៅជាមួយប្តីរបស់គាត់សារឿននាងមានផ្ទៃពោះ7ខែហើយរងចាំថ្ងៃកើតកូនដោយក្តីសង្ឃឹមតែប្តីរបស់នាងជាមនុស្សប្រមឹកនិងជាមនុស្សពូកែប្រច័ណ្ឌច្រើនជារៀងរាល់យប់តែងតែឮសំឡេងឆ្លោះប្រកែកគ្នារហូតដល់អ្នកជិតខាងឮសំឡេងយំជាញឹកញាប់យប់មួយភ្លៀងធ្លាក់មកខ្លាំងសំឡេងឆ្លោះគ្នាក៏បានកាត់ឡើងម្ដងទៀតអ្នកជិតខាងបានឮសំឡេងស្ត្រីស្រែកយំថាខ្ញុំមិនបានក្បត់បងទេកុំធ្វើអញ្ចឹងឲ្យបងបន្ទាប់មកក៏ស្ងាត់ឈឹងលុះព្រឹកឡើងគេបានឃើញសារឿនចងកនៅនឹងធ្នឹមផ្ទះនោះហើយពោះរបស់នាងនៅធំដដែលកូននៅក្នុងផ្ទៃមិនទាន់កើតហើយប្តីរបស់នាងក៏បានរត់បាត់ពីភូមិនោះទៅមិនដែលឃើញត្រឡប់មកផ្ទះនោះវិញទេរឿងចម្លែកក៏បានចាប់ផ្ដើមក្រោយបញ្ចុះសពរបស់នាងបាន3ថ្ងៃអ្នកជិតខាងក៏ចាប់ផ្ដើមឮសំឡេងទារកស្ដែកយំរៀងរាល់ម៉ោង12យប់ចេញពីផ្ទះសារឿនដែលបានស្លាប់នោះដំបូងគេគិតថាជាសំឡេងសត្វឆ្មាឬក៏ជាសត្វអ្វីមួយដែលនៅលើផ្ទះនោះតែសំឡេងនោះស្ដាប់ទៅដូចជាទារកទើបតែនឹងកើតពិតអញ្ចឹងសំឡេងនោះតែងតែយំថាអងេពេលអ្នកភូមិណាទៅមើលសំឡេងនោះក៏បាត់ភ្លាមមួយរំពេចអ្នកដែលហ៊ានចូលទៅមើលយុវជនម្នាក់ឈ្មោះថាបងធីគាត់មិនជឿរឿងខ្មោចនោះទេគាត់ថាគ្មានអ្វីគួរឲ្យខ្លាចនិងគ្មានអ្វីគួរឲ្យភ័យទេហើយគាត់ក៏បានសន្យាជាមួយមិត្តភ័ក្តិរបស់គាត់ថានឹងចូលទៅដេកក្នុងផ្ទះនោះមួយយប់លុះម៉ោង7:12គាត់អង្គុយក្រោមផ្ទះងងឹតនោះមានតែភ្លើងទៀនមួយដើមប៉ុណ្ណោះភ្លាមនោះសំឡេងក៏បានឮឡើងថាអងេសំឡេងទារកយំនៅលើផ្ទះបងធីក៏បានកាន់ភ្លើងទៀនឡើងទៅមើលពេលឡើងមកដល់គ្មានអ្វីនោះទេមានតែខ្សែពួរចាស់មួយព្យួរនឹងលើធ្នឹមផ្ទះនោះស្រាប់តែឮសំឡេងមនុស្សស្រីខ្សឹបពីក្រោយខ្នងរបស់គាត់ថាកូនខ្ញុំឯណាកូនខ្ញុំបងធីក៏ងាកក្រោយយ៉ាងលឿនក៏ឃើញស្ត្រីម្នាក់ឈរនៅជ្រុងបន្ទប់ករបស់នាងវែងអន្លាយសក់នាងបិទមុខជិតឈឹងហើយពោះវិញគឺធំហើយខ្សែពួរនៅជាប់នឹងកករបស់នាងនោះ
នាងបានលើកដៃទាំងពីរទៅមុខរបស់គាត់ដូចជាចង់យកអ្វីមួយពីគាត់អញ្ចឹងបងធីស្រែករត់ធ្លាក់ពីលើជណ្ដើរហើយក៏សន្លប់នៅនឹងមុខផ្ទះនោះទៅអាត់កំបាំងក៏ត្រូវបានបើកចំហលុះព្រឹកឡើងចាស់ក្នុងភូមិនោះបាននិយាយថាសារឿនមិនមែនចងកសម្លាប់ខ្លួននោះទេហើយគេបានជឿថាប្តីរបស់នាងបានវាយនាងសម្លាប់ហើយធ្វើឲ្យមើលទៅដូចជាចងកខ្លួនឯងអញ្ចឹងវិញ្ញាណរបស់នាងมันអាចទៅណាបានទេព្រោះទាំងកូនក្នុងផ្ទៃរបស់នាងនិងភាពអយុត្តិធម៌នៅមិនទាន់បានស្ងប់ចិត្តនៅឡើយនោះទេការរងាប់វិញ្ញាណអ្នកភូមិក៏នាំគ្នានិមន្តព្រះសង្ឃមកសូត្រមន្តនិងធ្វើបុណ្យឧទ្ទិសកុសលជូននាងនិងដាក់ប្រដាប់ក្មេងលេងទឹកដោះគោខោអាវទារកនៅនឹងមុខផ្ទះរបស់នាងស្រាប់តែពេលនោះម្ដាយសារឿនបានស្រែកយំថាកូនអើយសូមកូនទៅបានសុខចុះកុំនៅឯកាទៀតអីកូនពេលនោះខ្យល់បក់មកខ្លាំងទ្វារក៏បានបិទបើកបន្ទាប់មកសំឡេងទារកយំក៏បានស្ងាត់បាត់ទៅចុងបញ្ចប់ផ្ទះនោះក៏បានរុះរើចោលនៅពេលនោះទៅហើយរឿងនេះក៏បានដល់ទីបញ្ចប់ហើយបងប្អូនអរគុណសម្រាប់ការតាមដានទស្សនានៅវីដេអូនេះកុំភ្លេចជួយ Subscribe នៅ Channel របស់ខ្ញុំម្នាក់មួយផងបងប្អូនដើម្បីមានកម្លាំងចិត្តធ្វើវីដេអូបន្តទៀតចែកជូនបងប្អូនស្ដាប់សូមអរគុណច្រើន